ប្រព័ន្ធប្រកាសឲ្យដឹងមុន1294មានមធ្យោបាយផ្សព្វផ្សាយសារចំនួន5គឺតាមរយៈការខលចូលដោយលេខ1294តាមរយៈ Channel Telegram តាមវិទ្យុ ABC តាមរយៈសារ SMS ដែលមិនបាច់ចុះឈ្មោះនិងតាមឧបករណ៍បំពងសម្លេងសាធារណៈដែលបានដំឡើងនេះគឺជាសកម្មភាពរបស់ក្រុមការងារកំពុងតែធ្វើការដំឡើងឧបករណ៍បំពងសម្លេងសាធារណៈ4គ្រឿងបន្ថែមទៀតនៅក្នុងខេត្តពោធិ៍សាត់នៅពេលដែលមានមុខសញ្ញាហានិភ័យនៃគ្រោះមហន្តរាយណាមួយក្រុមការងារនៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តនឹងធ្វើការរៀបចំផ្សាយសារជូនដំណឹងជាមុនតាមរយៈប្រព័ន្ធប្រកាសឲ្យដឹងមុន1294ដោយផ្សាយចេញតាមឧបករណ៍បំពងសម្លេងសាធារណៈជូនទៅកាន់ប្រជាពលរដ្ឋដែលរស់នៅតំបន់ដែលងាយរងហានិភ័យឲ្យពួកគាត់ត្រៀមខ្លួនរួចជាស្រេចមុនពេលមានគ្រោះមហន្តរាយមកដល់ហើយធ្វើតាមការណែនាំប្រកបដោយសុវត្ថិភាពឧបករណ៍បំពងសម្លេងសាធារណៈពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់ដែលងាយរងគ្រោះដោយមិនមានទូរស័ព្ទនិងវិទ្យុប្រើប្រាស់ដោយធានាបានថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានសារជូនដំណឹងអំពីមុខសញ្ញាហានិភ័យនៃគ្រោះមហន្តរាយផ្សេងៗដើម្បីការពារជីវិតទ្រព្យសម្បត្តិនិងសត្វចិញ្ចឹមរបស់ពួកគាត់